អូខេតែសួស្តីគ្នាយើងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតជាមួយខ្ញុំដោយសារសំណុំពេលពីគ្នាយើងចង់ឲ្យខ្ញុំប្រាប់ពីរបៀបបង្កើត server free អញ្ចឹងថ្ងៃនេះគឺខ្ញុំបានណែនាំគ្នាយើងនៅ server មួយដែលជា server free ដែលគ្នាយើងអត់ចាំបាច់ចំណាយលុយដើម្បីទិញ server ហ្នឹងដើម្បីទៅលេងទេអញ្ចឹង server នេះផងដែរសម្រាប់គ្នាយើងដែលមានគ្នាត្រឹម2 3នាក់អីហ្នឹងឯងគឺយើងអាចចូលទៅលេងបានគឺស្រួលលេងវាមិនស្រួលណាស់ណាទេព្រោះថានេះជា server free ប៉ុន្តែបើត្រឹម3 4នាក់អីយើងអាចលេងបានអញ្ចឹងណាចឹងដើម្បីយើងចូលទៅបង្កើត server នឹងបានកន្លែងនេះគឺយើងគ្រាន់តែវាយពាក្យថា athenos.org ពេលដែលគ្នាយើងចូលមកដល់កន្លែង athenos នេះមកគឺគ្នាយើងនឹងឃើញផ្ទាំងនេះមួយដែលគេតម្រូវឲ្យគ្នាយើង sign up ជាមួយនឹង account ចឹងកន្លែងនេះគ្នាយើងគ្រាន់តែចុចពាក្យថា sign up មកហើយបំពេញព័ត៌មាន account របស់គ្នាយើងចូលមកគឺយើងអាចបង្កើត account athenos មួយបានហើយគ្នាយើងមុននឹងចូលទៅដល់វីដេអូយើងសូមជួយចុច Subscribe អ្នកមួយផងហើយបើកសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតជារៀងរាល់ថ្ងៃហើយក៏សូមជួយចុច Like អ្នកមួយផងតោះកុំឲ្យខាត់ពេលយូរយើងចូលទៅបងប្អូនគ្នានេះគ្នាយើងគ្រាន់តែចុចពីថា Sign Up នេះមកយើងអាចចូលទៅបង្កើត Username បង្កើតបានហើយប៉ុន្តែដោយសារខ្ញុំ Sign Up ហើយអញ្ចឹងខ្ញុំគ្រាន់តែ Sign In មកបានហើយមកដល់កន្លែងនេះគ្នាយើងនឹងឃើញពាក្យថា Create មួយកន្លែង Create នេះគ្នាយើងអាច Create server មួយមកយើងគ្រាន់តែคลิกលើវាមកគ្នាយើងនឹងឃើញកន្លែងនេះមួយយើងអាចដូរឈ្មោះបានយើងអាចដូរកន្លែងនេះបានណាយើងគ្រាន់តែចុចពាក្យកន្លែងរូបប៊ិចនេះមកយើងអាចកែបានហើយនេះរូបប៊ិចនេះគ្នាយើងអាចកែបានយើងអាចដាក់ពណ៌អក្សរក៏បានកែកុនតាមនឹងតាមដែលគ្នាយើងចង់បានអញ្ចឹងទៅបន្ទាប់ពីគ្នាយើងកែរួចរាល់ហើយគ្នាយើងចុចពាក្យថា create ពេលដែលគ្នាយើង create ហើយគឺវានឹងចេញផ្ទាំងចេះឲ្យនេះផ្ទាំងចេះមួយអញ្ចឹងដោយសារតែខ្ញុំ create ហើយខ្ញុំអត់ច្បាច់ create ទៀតទេអញ្ចឹងខ្ញុំចូលទៅក្នុង server យើងតែម្ដងយើងចូលមកកន្លែង software មកបន្ទាប់មកទៀតយើងជ្រើសរើស server ដែលអ្នកនាងចង់ create ឥឡូវឧទាហរណ៍ថាគ្នាយើងចង់ create ប្រភេទណាគ្នាយើង select លើប្រភេទហ្នឹងមកប៉ុន្តែអ្វីដែលខ្ញុំចង់ recommend ហ្នឹងគឺមាន2គឺ paper ហើយនឹង speaker ប៉ុន្តែខ្ញុំចង់ឲ្យគ្នាយើងប្រើមួយនេះ paper នេះសម្រាប់គ្នាយើងដែលបង្កើត server បែប survival ធម្មតាណានៅក្នុងហ្នឹងផងដែរគ្នាយើងវាក៏អាចបង្កើតជា server mod បានដែរគឺយើងចង់បង្កើត mod លេងក៏បានដែលយើងចូលកន្លែងពាក្យថា forge នេះបើសិនជាគ្នាយើងចង់បង្កើត server បែប survival thìយើងយកពីនេះទៅមួយណាក៏បានតែខ្ញុំ recommend ឲ្យគ្នាយើងឲ្យយក paper ប៉ុន្តែបើគ្នាយើងចង់លេងបែបប្រភេទ mod thìយើងយកពាក្យថា forge នេះហើយរើស version ដែលគ្នាយើងចង់លេងមកហើយដាក់ mod ដាក់អីចូលទៅអូខេតែឥឡូវខ្ញុំចង់ recommend ឲ្យគ្នាយើងបង្កើតនៅ server បែបប្រភេទលេងមានគ្នាហើយជាប្រភេទ survival ធម្មតាតែឥឡូវយើងចូលទៅ paper ពេលដែលចូលមកដល់ paper គឺតម្រូវឲ្យយើងរើស version ដែលគ្នាយើងចង់ set up ឥឡូវខ្ញុំចង់ set up version 1.20.1 version 1.21គ្រាន់តែ click លាវាមករួចរាល់យើងគ្រាន់តែ create មករួចនេះយើងត្រូវមកកែកុននៅក្នុង option តិចតួចព្រោះថាបើសិនជាគ្នាយើងអានោះឧទាហរណ៍ថាកន្លែងនេះគ្នាយើងចង់ដាក់មនុស្សប៉ុន្មាននាក់50នាក់ឬក៏100ឬក៏10អីចឹងទៅឥឡូវឧទាហរណ៍ខ្ញុំដាក់10នាក់ហើយប្រភេទអីគេគ្នាយើងចង់លេងប្រភេទបែប normal easy ឬក៏ hard អីចឹងគ្នាយើងកែតាមនេះមកណាហើយ violin បើសិនយើងចង់លេងតែឯងឬក៏អត់ចង់ឲ្យមានអ្នកផ្សេងចូលលេងបានទេយើងបើកមកតែបើយើងបែបជា public យើងមិនបាច់បើកទេយើងដាក់ខ្វែងឡើងហ្នឹងណាបើសិនគ្នាយើងចង់ឲ្យ account ដែលមិនមែនជា account premium ចូលបានណាឧទាហរណ៍ថាគ្នាយើងមាន Pocha មានទីឡានឈើចូលហ្នឹងយើងចង់ឲ្យគ្នាយើងចូលលេងបានយើងបើកកន្លែងនេះមកយើងបើក account crack ចូលបានណាអូខេបន្តមកទៀតយើងកែតែប៉ុណ្្នឹងមករួចរាល់ហើយអត់មានចាំបាច់កែទៀតទេបន្តមកទៀតអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងមិនត្រូវចូលដាក់ plug in មែនទេអញ្ចឹងដើម្បីដាក់ plug in យើងចូលទៅក្នុង plug in បានយើងចូលម្ដង plug in មកយើងឃើញ plug in មួយចំនួនអញ្ចឹងយើងរើសតែ plug in ណាដែលគ្នាយើងគិតថាយើងចង់ដាក់ទៅបានហើយជា plug in សំខាន់ដែលគ្នាយើងមកអាចលេងបានអានេះជា plug in សំខាន់ណា Essential ចូលមកហើយ install មក Burger អូខេដាក់ skin disaster ផងដោយសារតែគ្នាយើងត្រូវការដាក់ skin ដែរមិនលេងចូលមកឆ្កយទេ
ដាក់ volume multiverse core នេះក៏សំខាន់នេះយើងមើលតែកន្លែងណាដែលយើងអាច install បាន clear light ដាក់ clear light ផងបើសិនជាយើងអត់ចង់ឲ្យមានការ light អីផ្សេងៗទុកឲ្យគ្រាន់តែវា clear ប្រហែលប្រយោជន៍ចាស់ Laptop គឺជា plugin មួយសំខាន់ដែរសម្រាប់យើង set អីផ្សេងៗនៅក្នុង server holographic display ដាក់មកនេះ placeholder ក៏សំខាន់ដែរនេះយើងlúc bíយើងដាក់បានបើkhiយើងចង់មាន lúc bí យើងចង់កាត់ lúc bí យើងអាចដាក់បានអីទេអូខេហើយ plugin មួយចំនួនទៀតដូចជាវាអូខេឥឡូវបើខាត់ពេកយើងតែយើងចង់ដាក់ plugin អស់នេះដោយសារតែខ្ញុំមាន plugin ហើយស្រាប់ហើយអញ្ចឹងខ្ញុំគ្រាន់តែលើក plugin នឹងចង់បានអូខេតើគ្នាយើងអញ្ចឹងបន្ទាប់ពីយើងបានដាក់ plugin រួចរាល់ហើយឥឡូវយើងចូលទៅដើម្បី start ជាមួយ server ទាំងអស់គ្នាឥឡូវយើងចូលទៅមើលទាំងអស់គ្នាថា plugin ដែលខ្ញុំដាក់មិញហ្នឹងគឺមានអ្វីខ្លះនេះគ្នាយើងឃើញស្រាប់នៅលើអេក្រង់ហ្នឹងហើយគឺមាន plugin ប៉ុណ្នេះអានេះជា plugin ត្រួសដែលយើងដាក់នៅក្នុង server បែបប្រភេទ survival ធម្មតាទេអញ្ចឹងបើគ្នាយើងចង់បង្កើត server ផ្សេងទៀតអានេះយើងអាចដាក់បន្ថែមបន្ថយ plugin ទៅតាមនោះទៀតអញ្ចឹងណាអូខេតើឥឡូវយើងចូលទៅ start server ទាំងអស់គ្នាឥឡូវយើងចូលទៅបញ្ជាក់ជាមួយនឹង setting មួយសារទៀតជាមួយ option មួយសារទៀតថាយើងបានបើកជាមួយនឹង crack ឲ្យចូលនៅរួចរាល់ហើយនៅអញ្ចឹងណាអូខេមនុស្សខ្ញុំដាក់20នាក់ survival បែបធម្មតាហើយ difficulty យើងដាក់ normal ទៅដាក់ easy ពេកអញ្ចឹងណាអូខេ crack យើងបានបើករួចរាល់ហើយអញ្ចឹងប៉ុណ្ណឹងគឺជោគជ័យហើយ server របស់យើងហើយយើងចុច start តែម្ដងអូខេយើង start server យើងមកយើងរងចាំបន្តិចទៅទៀត server ដើរអញ្ចឹង server ដើរពេលដែលវាអូខេយើងអាចចូលទៅ server ដើម្បីលេងបានហើយតោះអូខេគ្នាយើងបន្ទាប់ពី server យើងបានបើកហើយឥឡូវយើង copy IP និង port ដើម្បីយើងយកទៅដាក់ទាំងអស់គ្នាអាកន្លែងនេះគឺជា IP និង port server នេះយើងគ្រាន់ចុច copy មកមកទៀតចូលមកផាសនៅក្នុងកន្លែងនេះមកខ្ញុំដាក់ថាតេស្តយ៉ាអូខេខ្ញុំតេស្តហើយអញ្ចឹងយើងចុចចូលមកនេះយើងអូខេឥឡូវយើងចូលមកបានដល់ក្នុង server ហើយអត់មកឈាមចូលមកអូមកខ្ញុំតេស្តចូលបាន flat នេះwhat the fuck ចូលភ្លាមងាប់ភ្លាមអូខេតោះយ៉ាខ្ញុំចូលដាក់ OP មួយសិនខ្ញុំដាក់ creative មួយសិននេះឲ្យមកអូខេឥឡូវយើងបានចូលមកដល់ក្នុង server រួចរាល់ហើយគ្នាយើងឃើញហ៎ជោគជ័យហើយអញ្ចឹង server របស់យើងគឺយើងអាចបង្កើតបានហើយសម្រាប់គ្នាយើងដែលចង់លេងមានគ្នា2 3នាក់បែបលក្ខណៈឯកជនសบายជាមួយមិត្តភ័ក្តិយើងអាចចូលមកលេងបាន free នេះយើងអត់ចាំបាច់ចាយលុយទៅទិញ server ឬក៏បង server ប្រចាំខែទេគឺយើងអាចចូលលេងបានគាត់ថាបើប្រៀបធៀបជាមួយនឹង server គេប្រភេទ server ធំឬក៏ server គេបងប្រចាំខែអាចនឹងមានការខ្វះខាតឬក៏ខុសត្រូវនេះតិចតួចអញ្ចឹងសម្រាប់គ្នាយើងដែលអត់មានថវិកាទេយើងចង់លេងបែបឯកជនសบายឈៀលអូខេយើងអាចចូលមកលេងនៅក្នុងអាតំណនេះបានអញ្ចឹងគ្នាយើងអាចសាកល្បងទៅធ្វើឲ្យខ្លួនឯងចាំបើសិនជាគ្នាយើងចូលមកមានបញ្ហាផ្សេងឬក៏ចូល server ការឬក៏បង្កើតគ្នាយើងអាច comment នៅខាងក្រោមហើយយើងអាចចូលតប comment អ្នកនរគ្នាឬក៏គ្នាយើងអាចតាក់ទងមកខ្ញុំតាម Telegram នេះបានដែលខ្ញុំដាក់នៅក្នុង description ហ្នឹងគ្នាយើងអាចចូលមកបានឬក៏ link Discord ដែលខ្ញុំដាក់នៅក្នុង description នេះយើងអាចចូលមកបានហើយអាចឆាតមកសួរខ្ញុំបានអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេគ្នាយើងអញ្ចឹង server របស់យើងបានជោគជ័យហើយសម្រាប់ការដាក់ plugin ឬក៏ធ្វើអីផ្សេងទៀតអាហ្នឹងចាំវីដេអូក្រោយយើងនឹងបញ្ជាក់ភាសាទៀតព្រោះថាពេលដែលយើងចូលមកដល់ server យើងមិនលេងតែប៉ុណ្្នេះទេយើងអាចដាក់ plugin ផ្សេងឬក៏យើងធ្វើមិនអាចឲ្យលេងមួយគ្នាបានយើងclaimដី claim អីចឹងណាអញ្ចឹងវីដេអូក្រោយខ្ញុំនឹងចូលមកបញ្ជាក់ដូចជាវីដេអូក្រោយខ្ញុំនឹងមកបង្ហាញដល់អ្នកនរគ្នាបន្ថែមទៀតពីរបៀបធ្វើអីផ្សេងទៀតក្នុង server ចឹងណាអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនគ្នាយើងពេញចិត្តវីដេអូមួយនេះសូមជួយចុច like ម្នាក់មួយផងហើយកុំភ្លេចគឺយើងដែលអត់ទាន់ចុច subscribe ខ្ញុំទេជួយចុច subscribe ម្នាក់មួយផងគ្នាយើងអូខេអរគុណច្រើនចំពោះការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះហើយចាំជួបគ្នាមួយ episode ក្រោយគ្នាយើងជួបគ្នាជាមួយវីដេអូក្រោយ
បាយបាយ